នាំមកជូនដោយមន្ទីរព្យាបាលថ្មិញដួងសិតសាខាផ្សារសូរិយានិងសាខាបឹងកក់ជាពេទ្យថ្មិញប្រចាំគ្រួសាររបស់លោកអ្នកដែលជាទីទុកចិត្តសូមបង្កើនស្នាមញញឹមនិងភាពជឿជាក់ជាមួយមន្ទីរព្យាបាលថ្មិញដួងសិតទស្សនិកជននៅទីនេះក៏នឹងនៅគេដ្ឋានផងដែរចានេះគឺជាកម្មវិធីរាត្រីទី2របស់កម្មវិធីប្រស្នាតារាដោយតែបងប្អូនប្រិយមិត្តទស្សនិកជនបានដឹងមកហើយថាកម្មវិធីរបស់យើងក៏តែងតែពំនាំជាមួយនឹងដួងតារាល្បីៗចាក៏ដូចជាតារាកិត្តិយសនិងក្រុមកំប្លែងផងដែរចានេះមិនទាន់គិតដល់តារាកិត្តិយសយើងគាត់បង្ហាញពីសមត្ថភាពថាគាត់នឹងតែងតែរកនៅអ្វីដែលប្លែកសប្បាយរីករាយសើចសប្បាយរីករាយតែម្ដងបាទប្រស្នាតារាឧបត្ថម្ភកម្មវិធីធំដោយមន្ទីរព្យាបាលថ្មិញដួងសិតមន្ទីរព្យាបាលថ្មិញដួងសិតឆ្នាំ2013នេះគឺជាខួបគម្រប់13ឆ្នាំរបស់មន្ទីរព្យាបាលថ្មិញដួងសិតដែលគ្រប់អតិថិជននឹងអាចទទួលបានការបញ្ចុះតម្លៃពិសេសសម្រាប់ឱកាសដើមឆ្នាំ2013នេះមន្ទីរព្យាបាលថ្មិញដួងសិតមានទីតាំងស្ថិតនៅខាងលិចឈៀងខាងត្បូងផ្សារទំនើបសូរិយាលោកអ្នកអាចទំនាក់ទំនងតាមលេខទូរស័ព្ទ012 913399សូមបង្កើនស្នាមញញឹមនិងភាពជឿជាក់ជាមួយនឹងពេទ្យថ្មិញដួងសិតចង់ដឹងថាកម្មវិធីប្រស្នាតារាថ្ងៃនេះមានដួងតារាណាចូលរួមនៅក្នុងកម្មវិធីរបស់យើងដូច្នេះជួបជាមួយនឹងដួងតារាទី1ទេពអាប់សូអូទាំងអស្រស់បវររយសែនលោដោយស្រីវជួបពីខាងសួទីខ្លួនខ្ញុំមិនធ្វេនឹងស្រីទេលោកគ្នាមកសំស្នេហ៍ចង់មកពេលតែខ្ញុំមួយរួយសែនរួយកោគេគេលក់ទៅខ្ញុំយល់សងសូមមិនមកយំយល់សងខ្ញុំពេចពីស្នេហ៍បាទអរគុណផងដែរបាទសូមជម្រាបសួរបាទជម្រាបសួរបាទសុខសប្បាយទេបាទសួរវិញអើយរំលយដល់ហើយណាធ្វើមិនបានចេះរំដូចគេអញ្ចឹងនេះបាទច្រៀងក៏ពីរំអរគុណរំក៏លយហើយខ្ញុំទៅបង្ហាត់អញ្ចឹងហើយមិនដែរឆ្លងឆ្នាំថ្មីហើយរវល់អត់ការងារបាទគេថាបន្ទាប់ពីឆ្លងឆ្នាំថ្មីហើយមានការមានច្រើនមែនទែនដោយសារតែឆ្លងឆ្នាំ2013នេះខ្ញុំបានត្រៀមចេញជាមួយនឹងខ្សែភាពយន្តបែបរន្ធត់បាទមួយដែលនឹងដែលខ្ញុំបាទទើបតែលើកទី1ក្នុងការសម្ដែងនៃខ្សែភាពយន្តដែលពីមុនធ្លាប់តែធ្វើការច្រៀងការថតជាការ៉ាអូខេថតស្ពតនិងធ្វើជាពិធីករឬក៏ដើរបង្ហាញមកនេះគឺជាលើកទី1ផងដែរបាទចាហើយយល់យ៉ាងណាដែរនៅក្នុងកម្មវិធីថ្មីរបស់ទូរទស្សន៍អប្សរាប៉ូលេខ11ដែលកម្មវិធីថ្មីរបស់យើងនេះគឺកម្មវិធីប្រស្នាតារាចាប្រស្នាតារាលោកធ្លាប់បានទស្សនានៅសប្តាហ៍មុនណាធ្លាប់ដែរបាទឃើញថាសុំតសាដោយសារតែមានការប្លែកដោយសារយើងមានរួមជាមួយនឹងសិល្បករយើងចូលរួមលេងជាហ្គេមហើយធ្វើការទស្សទាយជាមួយនឹងដូចថាជាតារាកិត្តិយសជាងការទៅអាចស្គាល់គ្នាប៉ុន្តែពេលដូចថាយើងបង្វែងដានទៅទីអាចខុសផ្លេចវិញបាទអញ្ចឹងសង្ឃឹមថាលោកអលិចគាត់ធ្លាប់បានទស្សនាអញ្ចឹងណាបាទជាមានបទពិសោធន៍ចាទីត្រូវហើយចុះថ្ងៃនេះមានបានបើកទស្សនាវដ្តីប្រច័នមើលអំពីរាសីអត់ថាថ្ងៃនឹងមានរាសីមិនដែរមុនមកមើលដែររាសីជាខ្ពស់ត្រដែតអញ្ចឹងមានសង្ឃឹមប្រហែល%សង្ឃឹមប្រហែលជា100%បាទអរគុណជូនពរឲ្យលោកឈ្នះនៅក្នុងរាត្រីនេះចាបាទអរគុណចាស់បងដែរសូមអញ្ជើញទៅកាន់ដួងតារាទី1គឺចង់ដឹងថាដួងតារាទី2គឺជាដួងតារារូបណាសូមអញ្ជើញទស្សនាដូចតទៅ
ស្នេហ៍បងពេលណាមិនដឹងខំប្រឹងធ្វើជាប្រងើយមិនលាស្ដីរស្ងួនធ្វើជាគេងភ្នែកពីបងអូនខ្លាចនួលអងដឹងខ្លួនថាអូនលួចស្នេហ៍បងខ្លាចភ្នែកកូនប្រាប់ថាប៉ិនក្លិចឈិនមិនអាចទៅបានលន់មាត់ប្រាប់ប្រកលយ៉ាងឃើញអ្នកត្រាបងឃើញអ្នកត្រាបងសូមបញ្ចប់កតុយនឹងបន្តិចសិនដែរជំរាបសួរសុខសប្បាយបង កញ្ញាប្រកាយច័ន្ទសោះ ចា ហើយឥឡូវច្រៀងក៏ពីរោះរាំក៏មិនធម្មតាដែរ និយាយទៅសប្តាហ៍នេះមិនចាញ់សប្តាហ៍មុន មិនចាញ់សប្តាហ៍មុនទេ ព្រោះតារាកិត្តិយសយើងច្រៀងក៏ព្រោះហើយប្រកែរំទៀត ពូកែរាំទៀតសិតតែជើងខ្លាំង បងស្គាល់ឯងយូរហើយអត់ដឹងចេះរំចេះអីសោះហមស្អាតមែនតើណា ចា ហាត់រំណា ហាត់ខ្លួនឯង ហាត់កញ្ចក់មែនទេ ហាត់មុខកញ្ចក់ជាគ្រូ បាទ ចាអ្វីក៏ដោយដែលយើងចង់រីកចម្រើនហាត់នៅមុខកញ្ចក់ទៅ បាទបាទ គេថាឈួតគេថាជាថាថ្លង់អីចេះធ្វើទៅនៅមុខកញ្ចក់ហ្នឹង សិល្បៈគឺយើងត្រូវតែចេះទាំងអស់ហើយ ចា៎ ហើយសម្រាប់រាត្រីនេះអូនឯងគិតថាយកឈ្នះលោកលលិចបានអត់មើលទៅ ទីមើលមុខខ្លួន ក៏មើលមុខគាត់ ក៏មើលមុខគាត់តែមើលមុខគាត់ ចាញ់ ហើយ គាត់ ចាញ់ មើលមាត់ក៏មើលមុខគាត់ដូចទ្រង់20 ហើយ ប៉ុន្តែសម្រាប់អារម្មណ៍ខ្លួនឯងជឿជាក់ថាថ្ងៃហ្នឹងត្រូវតែដើមយកជ័យជំនះឲ្យបានពីព្រោះថាស្វាគមន៍មកកាន់កម្មវិធីរបស់ស្ថានីយទូរទស្សន៍អប្សរាជាកម្មវិធីថ្មីអញ្ចឹងបានន័យថាជោគជ័យថ្មីនេះខ្ញុំក៏ត្រូវតែឈ្នះ ចាត្រូវអូនឆ្នាំថ្មីយើងត្រូវតែធ្វើអ្វីថ្មីថ្មីហើយសង្ឃឹមប្រមាណភាគរយដែរ និយាយទៅកុំឲ្យថាបំបាក់ទឹកចិត្តខ្លួនឯងសង្ឃឹម 70% ចុះ ចា អញ្ចឹង 70% ចា ខាងឥឡូវសូរ៉ាឲ្យ15ទៀត ចា ចុះ ពីព្រោះថាយើងធ្លាប់ស្គាល់គ្នាមែនទេបងហ្នឹងហើយប្រយ៉ងមិនមកយើងបោះឲ្យគ្នាទៅវិញទៅមក បាទក៏ប៉ុតអូនណារឿងព្រីយ៉ងបងចង់ដែរ អញ្ចឹង ចង់មែនតើចង់និយាយថាយើងស្គាល់គ្នាដែរ អូ បាទ ចាអញ្ចឹងសូមអរគុណហើយ ចា អរគុណហើយចា ចាចាំអរគុណឲ្យរកដល់ខ្លួនឯងចុះ ចារត់ទៅខ្លួនឯងចាស់គឺមិនអាចប្រាប់បានទេចាដួងតារាទី2គឺទស្សនិកជនបានជ្រាបហើយគឺប្អូនស្រីព្រះកាយច័ន្ទ ព្រះកាយច័ន្ទ ចាអញ្ចឹងសូមអញ្ជើញទៅកាន់ដួងតារា អរ ទី គុណ 2ចាឧបត្ថម្ភដោយមន្ទីរព្យាបាលថ្មិញដួងសិទ្ធិ បាទបងប្អូនប្រិយមិត្តទស្សនិកជនទាំងអស់គ្នាបានជួបជាមួយដួងតារាទី1គឺលោកអេលេចន្ទ្រាជាមួយដួងតារាទី2គឺកញ្ញាប្រកាសច័ន្ទចង់ដឹងថាដួងតារាទី3គឺជាស្រីឬក៏ប្រុសណោះ អូស្អាតហ៎ ស្អាតហ្មងណា មុខសាច់មិនចាញ់លោកអលចន្ទ្រា បាទអញ្ ចឹ ចឹ ង ង ឃើញហ៎មិញ ឃើញទេ ហ្នឹងហើយ អូយអត់កេះហើយខ្ញុំមើលផង អត់ទេមិនប្រាប់ទេប្រុសស្អាតអីខ្ញុំមើលតែឯង អូខេដូច្នេះបើចង់ដឹងថាដួងតារាទី3ជាណាសូមតាមដានស្នាទាំងអស់គ្នា បើប្រលឹងហើយជើងស្រវៃម្លេះអូនកាច់ម្លេះអូនគុំស្រពូនគុំស្រពូនហឹងឲ្យសួនឲ្យបងសុំអង្វរបើកាច់ព្រោះបងស្រឡាញ់នៅស្រឡាញ់នៅស្រឡាញ់នៅតែខ្នាញ់ញ៉ាស្រីល្អនៅតែខ្នាញ់នៅតែខ្នាញ់នៅតែតាមអង្វរតាមអង្វរស្រងបវរជុំដោណាថ្លៃណាពិសេសណាពិសេសតែណាមិនថា ស្រីណាមិនង ស្រីណាមិនង បើស្រីមិនងក៏មិនល្អដែរណា អេចេះជៀងទៀតឥឡូវចេះជៀងទៀតផងហ៎ អូយទៅជាងលេងលេងជាងឲ្យតែគេរត់ហ្នឹង គេថាជៀងលេងលេងព្រោះមែនទេ ព្រោះមែនតើមិនស្អាតអត់ បាទស្អាតអូខេមែនខ្ញុំសូមចុះចាញ់ ទេចាញ់វិធីកឲ្យខ្ពស់ជាងខ្ញុំទៀត មិនដែរលោករតនពិសិដ្ឋដូចថា ការងារបច្ចុប្បន្ននេះ ឆ្នាំថ្មីហ៎ បាទឃើញថាក្នុងឆ្នាំថ្មីនេះដើមឆ្នាំ2013នឹងមានដូចថាទាំងទស្សនវិជ្ជាថ្មីចែកជូនបងប្អូនដែលនិយមគ្រប់គ្រងដូចជាខ្សែរឿងបាទខ្សែរថយន្តនឹងមានថ្មី ហើយមានចំណាប់អារម្មណ៍យ៉ាងណាដែរនៅក្នុងកម្មវិធីថ្មីរបស់យើងនេះហើយតើអាចផ្ដួល ដួងតារាទី1និងដួងតារាទី2បានអត់ គូប្រកួតយើងទាំងពីរ ដូចជាបាន 100% ម្នាក់ហើយ នឹងខែព្រោះលើអាលិចមានធំជាងខ្ញុំ មិនសំខាន់មានទេនេះសំខាន់ចិត្ត សំខាន់ចិត្តសំខាន់ការទស្សទាយពីព្រោះកម្មវិធីនេះកម្មវិធីប្រស្នាតារា បាទឃើញថា មានធំមកជាថាមានប៉ុនគ្នាសោះហ្នឹងណា ខ្ញុំទស្សនាកម្មវិធីនេះអាទិត្យមុនបាទឃើញថាប្លែកដោយសារយើង
កម្មវិធីថ្មីដែលថាមានការទូទាយពីតារាហើយទូទាយពីចំណងចំណូលចិត្តនិងជីវប្រវត្តិរបស់គាត់យើងអាចដឹងអញ្ចឹងឥឡូវអាទិត្យនេះខ្ញុំបានមកលេងបាទឃើញថាមិនដឹងថាឈ្នះចាញ់ទេមើលទៅអត់ទេឲ្យតែបានទស្សនាយើងយល់មានបទពិសោធន៍ខ្លះៗយល់អញ្ចឹងយើងអាចទូទាយត្រូវហើយមានសង្ឃឹមប្រមាណ%ដែរ50%ដូច្នេះខាងខ្ញុំបាច់ឲ្យឲ្យស្អាតចុងតើខ្ញុំឲ្យចាខ្ញុំឲ្យ50ទៀតបាទ50ទៀត100បាទចង់ទៅដើមមកគេវាយលើចាសូមអញ្ជើញទៅកាន់តុឧបត្ថម្ភទី3ចាទស្សនិកជនក៏បានជ្រាបមកហើយនៅតារាទាំង3ដួងរបស់យើងនៅឡើយតែតារាកិត្តិយសតែមុននឹងជួបជាមួយនឹងតារាកិត្តិយសគឺជួបអ្វីសិនជាមួយនឹងវគ្គពិសេសដែលដួងតារាទាំង3ដួងនឹងបង្កើនឲ្យកម្មវិធីរបស់យើងកាន់តែសប្បាយរីករាយចាដូចជាសប្តាហ៍មុនទស្សនិកជនបានជ្រាបមកហើយគឺសោចចុកពោះជាមួយនឹងលោករលីនបាទចាហើយនឹងបងណេតែសប្តាហ៍នេះគាត់គឺសិតតែជាតារាសម្ដែងចង់ដឹងថាគាត់ចេះកំ pl ែងអត់បាទចាបើគាត់កំ pl ែងទៅអត់សោចយើងចាក់កន្លែងសោចខ្លួនឯងចាអញ្ចឹងសូមជួបជាមួយនឹងលោកអេឡិចចន្ទ្រា